បន្ទាប់ពីការដេញថ្លៃរួចអ្នកនាងភក្ត្រាក៏បានឲ្យពួកលោកគ្រូហុងនៅរងចាំសិនអ្នកនាងភក្ត្រានឹងទៅទូទាត់ប្រាក់ជាមួយនឹងគេសួស្តីលោកហុងតើខ្ញុំអាចនិយាយជាមួយលោកមួយផ្លែតបានទេមិនអីទេព្រោះឥឡូវនេះខ្ញុំកំពុងតែរងចាំអ្នកនាងភក្ត្រាដែរតើនាងមានការអ្វីនៅល្ងាចស្អែកនេះខ្ញុំចង់អញ្ជើញលោកមកកាន់សាលដេញថ្លៃរបស់យើងដើម្បីពិភាក្សាតើនារីម្នាក់នេះមានបំណងអ្វីទៅឬគេចង់បានអ្វីពីខ្ញុំត្រូវតែអូសទាញគេឲ្យមករស់នៅក្នុងសាលដេញថ្លៃនេះមនុស្សមានសមត្ថភាពបែបនេះមិនត្រូវឲ្យសាលាផ្សេងដណ្ដើមយកទៅមុននោះឡើយប្រហែលជាដំណក់ទឹកវិតាមីនពណ៌ស្វាយរបស់ឯងបានតាក់ទាញចិត្តគេហើយល្អថ្ងៃស្អែកនេះខ្ញុំនឹងមកជួបអ្នកនាងដើម្បីពិភាក្សាសួស្តីលោកហុងខ្ញុំមកពីសាលាអង្គរប៉ុន្មានថ្ងៃទៀតសាលាខ្ញុំនឹងរើសសិស្សថ្មីប្រសិនបើលោកចាប់អារម្មណ៍លោកអាចទៅប្រឡងចូលរៀនបានខ្ញុំសូមអរគុណអ្នកនាងដែលបានផ្ដល់ដំណឹងនេះដល់ខ្ញុំល្អិតឯងសាកល្បងប្រើប្រាស់វិជ្ជាកំណត់ដឹងរបស់ឯងដើម្បីជ្រៀតចូលក្នុងគម្ពីរនៃវិជ្ជារន្ទះនោះសាកមើលលោកគ្រូហុងក៏បានប្រើប្រាស់វិជ្ជាកំណត់ដឹងដើម្បីជ្រៀតចូលទៅក្នុងគម្ពីរនោះប៉ុន្តែគាត់មិនអាចចូលមើលបាននោះទេដោយសារតែមានរបាំងការពារអ្នកគ្រូវាហាក់ដូចជាមានរបាំងការពារខ្ញុំមិនអាចចូលមើលបាននោះទេល្ងងឯងនេះបើមានរបាំងការពារមិនដេចឯងមិនបំបែកវាទៅពេលនោះលោកគ្រូហុងក៏បានបំបែករនាំងការពារនៃគម្ពីរនោះបន្ទាប់មកគាត់ក៏អាចចូលទៅក្នុងលំហនៃគម្ពីរនោះបានអ្នកគ្រូនៅក្នុងគម្ពីរនៃវិជ្ជារន្ទះនេះមាន3ស្នៀតសំខាន់ស្នៀតទី1គឺកណ្ដាប់ដៃរន្ទះស្នៀតទី2គឺបាតដៃរន្ទះរីឯស្នៀតចុងក្រោយនោះគឺដែនរន្ទះឯងគ្រាន់តែមើលពីរបៀបវឹកហាត់បានហើយកុំទាន់វឹកហាត់វាមិនមែនជាឱកាសល្អដែលត្រូវវឹកហាត់នៅពេលនេះទេពេលនេះការដេញថ្លៃបានចប់ហើយថ្ងៃស្អែកខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅកាន់ភូមិគ្រឹះសុកសានទីនោះគឺជាភូមិគ្រឹះរបស់រដ្ឋមន្ត្រីច្បាប់គាត់គឺជាអ៊ំប្រុសរបស់ខ្ញុំប្រហែលនេះគឺជាឱកាសល្អដែលអាចចូលគាល់ព្រះរាជាបានហើយធីតាបាននាំយកវិជ្ជារន្ទះទៅកាន់សាលាអង្គររបស់នាងពេលនោះស្រាប់តែមានចៅស្ទាក់តាមផ្លូវដើម្បីប្លន់យកវិជ្ជារន្ទះនោះតើឯងមកពីណាហេតុអ្វីបានជាមកស្ទាក់ផ្លូវរបស់ខ្ញុំឆាប់ប្រគល់គម្ពីររន្ទះមកបើមិនដូច្នេះទេនាងនឹងស្លាប់ទីនេះមិនខានតើឯងគំរាមខ្ញុំបែបនេះគិតថាខ្ញុំឲ្យឯងមែនទេពិតជាមិនទាន់ឃើញក្តាមមឈូសមិនទាន់ស្រក់ទឹកភ្នែកមែនថ្ងៃនេះខ្ញុំត្រូវតែការពារគម្ពីររន្ទះដើម្បីយកទៅសាលារបស់ខ្ញុំពួកគេទាំងអស់គ្នាក៏បានប្រើប្រាស់ការដកវិញ្ញាណដើម្បីប្រយុទ្ធគ្នាបន្ទាប់ពីចាញ់ការប្រយុទ្ធនេះធីតាក៏បានដួលសន្លប់ទៅតើទីនេះគឺជាកន្លែងណាទៅអ្នកនាងដឹងខ្លួនហើយមែនទេខ្ញុំបានជួបអ្នកនាងសន្លប់នៅតាមផ្លូវអរគុណអ្នកនាងខ្លាំងណាស់ដែលបានជួយសង្គ្រោះដល់នាងខ្ញុំមិនភ្លេចគុណឡើយតាមពិតទៅរបួសរបស់អ្នកនាងគឺលោកគ្រូហុងជាអ្នកព្យាបាលឲ្យទេលោកគ្រូហុងឬមួយក៏ជាលោកហុងម្នាក់នោះ